រាចម្រៀងរៀបប្រាថ្នារំភើបភួរថ្លែងគណៈវីដេអូចម្រៀងកូនអាចារ្យញ៉ៃប៉ាកូនមេឃុំមានអ្នកចូលទស្សនាដល់ 1M ក្នុងមួយថ្ងៃតារាចម្រៀងរៀបប្រាថ្នារំភើបភួរថ្លែងគណៈវីដេអូចម្រៀងកូនអាចារ្យញ៉ៃប៉ាកូនមេឃុំរបស់លោកនិងកញ្ញាខាត់សួស្ដីច្រៀងឆ្លើយឆ្លងគ្នាមានអ្នកចូលទស្សនាដល់ 1M ក្នុងមួយថ្ងៃពេលត្បិតតែពិធីបុណ្យជុំបិណ្ឌបានបញ្ចប់ទៅហើយក៏ពិតមែនប៉ុន្តែបទចម្រៀងកូនអាចារ្យញ៉ៃប៉ះកូនមេឃុំរបស់តារាចម្រៀងរៀបប្រាថ្នានិងកញ្ញាខាត់សួស្ដីនៅតែមានអ្នកទស្សនាច្រើនដោយសារតែចម្រៀងមួយនេះជាចម្រៀងបទឆ្លងឆ្លើយប្រោះប្រងឯកការដាក់គ្នាជាមួយនឹងចង្វាក់រាំដ៏គួរឲ្យទាក់ទាញជាក់ស្ដែងតាមរយៈវីដេអូដែលលោករៀបប្រាថ្នានិងកញ្ញាខាត់សួស្ដីបាននាំគ្នាយកទៅច្រៀងលេងកម្សាន្តដែលមានអ្នកចូលទស្សនាដល់រាប់រយលាននាក់លោករៀបប្រាថ្នាបានបង្ហាញនៅអារម្មណ៍ពិតរបស់ខ្លួនថា1M view ក្នុងមួយថ្ងៃពិតជាអរគុណសម្រាប់ការគាំទ្រពីពុកម៉ែបងប្អូនដែលបានស្រឡាញ់និងពេញចិត្តបទចម្រៀងកូនអាចារ្យញ៉ៃប៉ះកូនមេឃុំជាមួយនឹងក្តីរំភើបនេះលោករៀបប្រាថ្នាថែមទាំងបាននិយាយថាលោកនៅមានចម្រៀងថ្មីៗជាច្រើនទៀតដើម្បីបំពេញអារម្មណ៍ទស្សនិកជនកុំភ្លេចចូលទស្សនានិងគាំទ្របទចម្រៀងរបស់លោកផងលោករៀបប្រាថ្នាគឺជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បទចម្រៀងរបស់លោកភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងបែបរាំលេងកម្សាន្តសប្បាយៗជាពិសេសនៅពេលដែលលោកចាប់ដៃគូជាមួយតារាចម្រៀងខាត់សួស្ដីគឺពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនជាពិសេសបទចម្រៀងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនិងបុណ្យភ្ជុំបិណ្ឌជាដើមទស្សនិកជនបានទស្សនាបទចម្រៀងកូនអាចារ្យញ៉ៃប៉ះកូនមេឃុំហើយឬនៅបើមិនទាន់បានទស្សនាទេតោះទៅទស្សនាទាំងអស់គ្នានៅលើ page ផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទាំងនៅក្នុង Facebook ក៏ដូចជានៅក្នុង YouTube